បាទសួស្តីពុកម៉ែមីងបងប្អូនទាំងអស់គ្នាខណៈនេះខ្ញុំចេញម្លងទាំងយប់ទៀតហើយម៉ោង9ម៉ោង4ហ្នឹងគឺខ្ញុំចេញលងហើយអត់ចេញម៉ោងភ្លឺទេព្រោះការលងគឺលងប៉ុណ្ណឹងពេញសប្បាយអញ្ចឹងថ្ងៃនេះខ្ញុំមានសាច់រឿងមួយមកចែករំលែកទៅកាន់ប្រិយមិត្តស្ដាប់ទាំងអស់គ្នាគឺរឿងខ្មោចក្រមុំចោលឃាតអ្នកទាំងអស់គ្នាបានស្ដាប់ចំណងជើងហើយប្រកាសជាថាក៏គិតថារឿងនេះមិនធម្មតាទេអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាបានស្ដាប់រឿងនេះប្រកបដោយមនោសញ្ចេតនាក៏ដូចជាការព្រឺព្រួយអញ្ចឹងណាអ្នកទាំងអស់គ្នាអាចមួយទឹកស្អាតហើយដេកស្ដាប់យ៉ាងរងលយអញ្ចឹងណាអូខេអញ្ចឹងរឿងនេះខ្ញុំទទួលបានការចែករំលែកដូចគ្នាអូខេពីប្រិយមិត្តរបស់យើងសូមមិនចែកឈ្មោះទេគាត់បានចែករំលែកជាដំណើរដើមតងរឿងហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាដើម្បីថារឿងនេះវាមានខ្លឹមសារអត្ថន័យយ៉ាងម៉េចដែរអញ្ចឹងគាត់បាននិយាយថានៅឆ្នាំ1980ជាងហ្នឹងមានភូមិដាច់ស្រយាលមួយត្រូវបានគេហ្នឹងជឿថាជាភូមិមានមហិទ្ធិឫទ្ធិនៅក្នុងភូមិនោះនៅត្រង់គុំជែកមួយគុំធំដែលជាកន្លែងរបស់វិញ្ញាណខ្មោចក្រុម8ក្មេងម្នាក់កាលពីចំនួននោះក្នុងឆ្នាំហ្នឹងនៅឆ្នាំ1980ជាងហ្នឹងខ្មោចនោះគឺបានសម្ដែងឫទ្ធិឲ្យយើងឃើញហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះទោះបីគុំជែកមិនសូវសម្ដែងឫទ្ធិឲ្យឃើញញឹកញាប់ក៏ដោយប៉ុន្តែអ្នកដែលរស់នៅម្ដុំនោះនៅតែគោរពកោតខ្លែងដដែលចង់និយាយគោរពកោតក្រែងឫទ្ធិចានុភាពរបស់ខ្មោចហ្នឹងគេនៅតែធ្វើការសែនព្រេននិងរក្សាគុំជែកនោះទុកជារៀងរហូតមិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់នោះឡើយវិញ្ញាណស្រីក្រមុំវ័យក្មេងនោះនៅគុំជែកមាននិយាយតគ្នារហូតដល់បច្ចុប្បន្ននេះថានៅត្រង់នោះគឺជាកន្លែងជួបរបស់កំឡោះក្រមុំមួយគូបុរសឈ្មោះនេតុននិងក្រមុំម្នាក់ឈ្មោះនាងទីនស្អាតផុតស្រីក្នុងភូមិមានកូនអ្នកមាននឹងឬកូនប្រធានភូមិមេក្រុមជាច្រើនស្រឡាញ់នាងប៉ុន្តែនាងគ្មានចិត្តស្រឡាញ់វិញទាល់តែសោះនាងបែរជាចាប់អារម្មណ៍នឹងកំឡោះត្រាច់ចោលម្នាក់ដែលមកស៊ីឈ្នួលធ្វើស្រែឲ្យម្ចាស់ស្រែនៅជិតខាងនាងទៅវិញកំឡោះនោះមានទីលំនៅឬញាតិមិត្តគ្មានទីលំនៅឬញាតិមិត្តឪពុកម្ដាយនៅទីណាក៏មិនដឹងដែរនាងចង់និយាយអត់ដឹងទីលំនៅដែរដឹងត្រឹមតែថាគេជាកំឡោះម្នាក់ដែលឧស្សាហ៍មែនតើព្យាយាមធ្វើការគ្រប់បែបយ៉ាងមិនដែលមាត់កឲ្យគេទាំងអស់គឺគាត់តែធ្វើការតំណងគាត់មានរូបរាងសង្ហានិងមានរាងកាយមាំមួនព្រមទាំងចេះស្គាល់ខ្ពស់ទាបរាសាណាជួយចេះគោរពចាស់ទុំអញ្ចឹងនាងក្រមុំក៏បានទៅពិធីបុណ្យមួយជាមួយពុកម្ដាយរបស់នាងអាចមកពីចង់និយាយថាព្រេងវាសនាបុណ្យពីបពេនាងក៏បានចាប់អារម្មណ៍ការពេញចិត្តចង់និយាយថាស្ត្រីក្រមុំនោះមានការពេញចិត្តទៅលើបុរសនោះខ្លាំងមែនទែនគឺក្នុងពិធីបុណ្យនោះមានក្របីឡើងមួយក្បាលបោលចូលមកចំមុខផ្ទះបានបំផិតបំភ័យភ្ញៀវដែលមកចូលរួមកម្មវិធីបុណ្យនោះស្លន់ស្លោគ្រប់គ្នាសូម្បីតែកំឡោះជាច្រើននេះដែលកំពុងឈរជជែកចែកចង់នារីក្រមុំនោះក៏នាំគ្នារត់អស់ដែរនៅពេលដែលឃើញក្របីឡើងក៏បោលលឿនស្លេវដូចជាមីស៊ីលចូលមកអញ្ចឹងនាងក្រមុំមានការភ័យស្លន់ស្លោមុខស្លេកស្លាំងឈរ
cho rừng khuôn mà hình tượng này trong vậy ta phây bề chẳng lần cái ta slug plug á phây là plug á khuôn trên trường trên ta rồi đây nó về là cái bẫy nước cầm phong tại bao sầm đào chua một giờ sáng hai mua bắp rịch nói nước này cầm lót có bàn rót chua tàu prom chưa mùi nâng nằm bỏng mùi phong đời cho scat cái bẫy nước môn về chua một ở khuôn nên cái móng nó so tại pi chấm hiên thiết nó cái bẫy nâng một đòn hơi ảnh chua liền nên cái móng còn tại ở bờ cầm lót nước một toán còn vi mùi nằm bỏng trâu trong cái bẫy hột đó trong vậy ha đầm nóng kháng thôi bạn nằm bỏng cái bẫy ra nó sợi luôn đôi chia kì dụ cầm bật mà chả có chứ chả có sợi ngò ngò chứ vì đó viết cái đó thôi từ bên phim trong này nè cầm lăng nó vĩnh cái tiệt tôi bạn cái tiệt tại sao cầm lăng cái bẫy vọt ba trâu tầm bòn vậy chứ phim nó bị cha cái một tuần nâng cái bẫy nữa tao sẽ hào nữa đòi ra cầm phượng bánh salad nâng cái lạnh lại chả hủy chả tiền thằng bạn đỏ cầm phượng bánh cái bẫy salad nâng cái lạnh rồi rồi cái bẫy hào bị cái bông này là một niềng cái móng bẫy nhậm rót chôn một chui côn sấyแต่ตรกชอลได้ดูจรโนตรองตีนุจำได้นี่กำลังตรบานทลอดได้มาคางเกโนครอกลางบานปันแต่ตรกเชียบาได้มาคางนุออกจากไงนุชีจำได้จับดาวในทั่วอ้อยเมียงกระมมเมียงขาจับอารมณ์นังบนบรอนุได้บานช่วยชีวิตរបស់នាងហើយជាការពិតណាស់ប្រសិនបើពុំមានបរោះក្លាហាននោះបរោះកំឡោះក្លាហានហ៊ានបថុយជីវិតទៅជួយនាងក្រមុំនោះទេនាងនោះប្រហែលជាបាត់បង់ជីវិតនៅពេលនោះហើយការមកសួរសុខទុក្ខដែរនាងក៏បានមកសួរសុខទុក្ខនាងកំឡោះដែលត្រូវបានព្យាបាលដៃកំពុងសម្រាប់ព្យាបាលដៃថ្លោះនោះនឹងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជានោះបានធ្វើឲ្យនាងក្រមុំព្រមទទួលស្គាល់ថាខ្លួនឯងនឹងមានការលងស្នេហ៍ទៅលើបរិសុទ្ធកំឡោះនឹងហើយព្រោះតែជាកូនប្រុសពេញទូរបស់ខ្លួនគេហើយចំណែកបរិសុទ្ធនោះបរិសុទ្ធកំឡោះនៅតែមិនហ៊ានសម្ដែងចេញថាបេះដូងរបស់ខ្លួននឹងពេញចិត្តនាងទេដោយសារថានេះបរិសុទ្ធកំឡោះគឺថាខ្លួនវាអត់មានឋានៈអីទេក៏ត្រឹមតែជាកូនកសិករហើយជាឈ្នួលគេអញ្ចឹងតែមានសិទ្ធិសិក្សាគ្នាញោមជាមួយនឹងពេលវេលាកន្លងទៅធ្វើឲ្យអ្នកទាំងពីរហ្នឹងមិនអាចលាក់នៅអារម្មណ៍តែកប់ជ្រៅនៅក្នុងបេះដូងចង់និយាយថានៅក្បែរគ្នាទៅអត់អាចទប់អារម្មណ៍បានហើយក៏មិនចេញអារម្មណ៍ថាអត់ស្រឡាញ់អញ្ចឹងទីបំផុតគេក៏បានសារភាពតគ្នានឹងគ្នាយប់មួយគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ផ្លូវសេចក្តីស្នេហាធំធេងរបស់កំឡោះក្រមុំទាំងពីរនោះបានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ហើយសម្ដែងនៅសេចក្តីស្នេហាចំពោះគ្នាទៅវិញទៅមកមិនយូរប៉ុន្មានអាចកំបាំងស្នេហារបស់គេទាំងពីរត្រូវបានលេចដល់ពុកម្ដាយរបស់នាងក្រមុំស្ដីស្រឡាញ់ធ្វើឲ្យពុកម្ដាយរបស់នាងក្រមុំបោះពាក្យសម្ដីយ៉ាងដាច់ខាតដល់ម្ចាស់របស់ដំចង់មានថាម្ចាស់របស់បរិសុទ្ធកំឡោះនោះដែលគាត់ធ្វើការជាមួយអញ្ចឹងឲ្យដេញក្បាលកូនឈ្នួលចេញបើមិនដូច្នោះទេនឹងកើតមានរឿងកាប់ចាក់គ្នាដែរហើយពុកម្ដាយរបស់នាងក្រមុំក៏បង្ខាំងកូនស្រីទុក
มันប្រមឲ្យចេញមកក្រៅជាដាច់ខាតភេគីខាងម្ចាស់របស់នេះកំឡោះវិញក៏ថាខ្លួនក៏ជាមនុស្សម្នាក់ដែលមានរឿងអីដែលត្រូវឲ្យពុកម្ដាយរបស់នាងក្រមុំបញ្ជាសាច់ទៅចិត្តនោះម្យ៉ាងទៀតបរិះកំឡោះនោះកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផងដូច្នេះខ្លួនក៏បានសម្រេចចិត្តមិនព្រមឲ្យបរិះកំឡោះនោះលាឈប់នោះទេហើយបរិះកំឡោះនោះក៏បានរ៉ាយរ៉ាប់ពីរសជាតិស្នេហាផ្អែមល្ហែមរវាងខ្លួននិងនាងក្រមុំជាទេពធីតាដួងចិត្តកម្ពុជាស្នេហ៍គូឲ្យអសូរពេលប្រឡូកម្ដងគេតែងតែរងចាំសេរីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវជានិច្ចចង់អាកន្លែងដែលគេជួបគ្នាជារៀងរាល់ថ្ងៃអញ្ចឹងហើយគាត់ព្យាយាមរងចាំរយប់បាត់អាយខាននេះបរិះកំឡោះត្រូវបានខកខានរហូតព្រោះស្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឪពុកម្ដាយខាងស្រីនេះគឺបានបង្ខាំងជាដាច់ខាតតែម្ដងគឺអត់ឲ្យនាងក្រមុំនោះជួបនឹងបរិះនោះទេគឺគេស្អប់ថាគាត់ក្ររហៀមរហៅអញ្ចឹងយប់មួយនៅពេលដែលនាងក្រមុំកំពុងតែបណ្ដែតអារម្មណ៍តែមានការភ្ញាក់ផ្អើលយ៉ាងចម្លែកនៅពេលដែលសុកសុងស្រាប់តែឃើញគូស្នេហ៍កំពុងនឹងចិត្តលេចមុខព្រមទាំងត្បូងខ្លួនចូលមកក្នុងរបងដៃរបស់គេនាងក្រមុំក៏បានបរិយាយប្រាប់គូស្នេហ៍កំសត់ថាលោកនាងត្រូវបានពុកម្ដាយបង្ខាំងអត់ឲ្យទៅណាឡើយថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតែបង្អួចលោតចុះពីលើផ្ទះចាលោតតោងអួយលោតចេញពីលើផ្ទះអញ្ចឹងហើយប្រសិនបើមិនបានជួបបងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនាងបញ្ជាក់ការគិតចំពោះស្នេហាបែបនេះទៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដោស្ដីស្នេហាដល់គ្នាទៅវិញទៅមកស្រាប់តែឪពុកម្ដាយរបស់នាងក្រមុំហើយជាមួយនឹងកូនស្រីនិងកូនប្រុសពីរនាក់ទៀតបានតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគាត់ស្មានមិនដល់ក៏កើតមានឡើងនៅពេលនេះតែម្ដងឪពុកម្ដាយរបស់ឪពុករបស់នាងក្រមុំក៏ត្រាក់កូនស្រីចេញពីរមុំដៃរបស់នាងកំឡោះនោះរួចហើយក៏បង្គាប់ឲ្យកូនប្អូនចោមរោមកាប់ចាក់ចឹងនិយាយកាប់ចាក់នាងកំឡោះនោះស្លាប់នៅចំពោះមុខមួយរំពេចសាហាវមែនតើខាងស្រីនោះនាងក្រមុំប្រដោះទៅដួលស្រែកត្រហួយយំស្រវាចូលទៅអោបសពនាយដែលជាកំណត់សង្ហានោះដែលជាសង្សាររបស់ខ្លួនដល់សែនស្រឡាញ់ស្មានជីវិតនាយយំទូញសោកសង្រេងស្ទើរតែខ្យល់ឪពុករបស់នាងព្យាយាមទាញកត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងអត់ព្រមទៅនាងនៅតែអោបសពបណ្ដូលចិត្តយ៉ាងណែនមិនព្រមលេសោះរហូតម្ដាយរបស់នាងខឹងខ្លាំងក៏ទត់ធាក់នាងរួចកន្ត្រាក់អូសយ៉ាងពេញទំហឹងនាងក៏ក្រោកឈរឡើងស៊ូជាមួយឪពុករបស់ខ្លួនព្រមទាំងជេរគំនុំជាមួយនឹងពួកបងប្អូនដែលជឿឪពុកម្ដាយឪពុកព្រួតវាយសម្រាប់សង្សាររបស់ខ្លួននៅក្នុងជីវិតមុខខ្លួនហ្នឹងប៉ុន្តែប៉ុណ្ណោះនាងបានផ្ដំទាទោសឪពុករបស់នាងថាជាបុរសចិត្តអាក្រក់និយាយតែប៉ុណ្ណោះនាងក៏ក្រឡោះដៃរួចស្ទុះទៅកត្រាក់កំបិតចុងស្រួចពីដៃប្អូនប្រុសនោះបោះពួយសំដៅទៅរកសពរបស់នាយកំឡោះទាំងចុងកំបិតរបស់ខ្លួននឹងលិចបាត់ដល់កនាងប្រកាច់ចង់និយាយថាចាក់ខ្លួនឯងប្រកាច់ចូលក្នុងករបស់ខ្លួនលិចបាត់
hồi xa hào mình tên niềng các bạn đại cho slap tam cái bùa này mùi bịch tôi ta miền rương rồi niềng cầm mông mà chỉ ở cồn chặt ca chỉ đâm cọc sọc này cầm lo năng cồn sẽ bọc luôn bên lục tại đó còn tiền mình chi ở lựa làm nắng này ở ngặt bà này nà xuống đỏ rương niềng cầm mông ở bạc tha niềng rọt tàng prof bắt hỏi cái đó rồi bên nút cà ri chìm ran rồi bọc thì chết bàn phải khai đầm bắn nút chia đầm bắn mà tỉnh tí còn lại đây vì nhiên cho kia được một niềng cái món nâng cặp lọt nút có trâu ban cái lụa pin chả mùi tổng chả mùi tiền đám chờ nó thom nó tí nút có trâu cái cặp rồi lùm đỏ xong thế sầm mày dùng môi stray chơi mình chạp tí đây rồi nó phun nút bàn vô sầm để thà vô sầm bắn à bắn hà ba nệ cặp đám chờ đi tới hai xôm nệ đám chơi chụp nụ còn chờ nụ mới cùng với phong hai nệ tàu cá bia trắng nụ cầm ỏi nè to rùm khan cho đại khan cùng cặp đám chơi nụ chọn tai bà miền hall ạch cặp vô tù tam step bật nó trong những hàng nó về là chơi đường play chứ ai cặp vô tù lụa bàn và tái hàm cặp cùng chơi đường chọn dương tôi ca rồi nấu chiều mỗi khi dạng miền sẽ sống nâng sống công nên là và trang rừng khán tiền ở đây làm chặt tiền sợ bẩn miền cà phê nè có chất chanh đam tam chơi lãng tam cá sợ bẩn nên đây rồi nấu tí nút miền cà ri chầm ra đông rừng nâng miền sẽ sống hồn kêu xa đây rồi nấu tí nút sắp ngay kia chữ tha cái nó kia không được sai cùng chơi nút mình nói như ná tôi rộng khả năng chơi đi rồi thằng ngày lọ khai lọ không hỏi nút kê tay để mà hai luôn lại khởi trên địch mà chả phùm nó tí nước rập tha sọt ngày ní ởประสาน mình là mình chưa chọn thật xa cặp đám chơi nút cho bất chỉ rất ẩm nai nâng pra ha ở say chưa phim cái lòng mốc miên để slap đời sam chưa trả này hơi pro kê tôi rụt hàn cả đời cặp đám chơi được chọn hồi rừng này bây giờ sao mình tên mình cứ sợ cả dây sợ lạnh cứ đồ đánh đó này chẳng như thà ở phục hàng sấy cứ sao mình tên hỏi cô là một con cặp sầm lấp miền mùi chỉ mùi bạc phụ cặp sầm lấp hàng pro nói hàng sấy có lẽ sợ lạnh khang bật đồ chặt có nhiều không bật chặt có khu này slap ở tiếng pin nè rồi hồi đó nhà cầm nôm cùng trò khiết nó tin nắng cứ ở đây nạp bạc thì tên này nạp bạc cứ rương miền Bắc Hà đào dùng cho trong đó chẳng người ta đôi kia các lành đàm chơi xã sẽ đến trong cái này đặc nhỉ anh chơi chim nữ mày nhớ cứ tay miền chim nữ chẳng tao cột bổ chi cái được cả cột tôi sọc xem than một đôi dương cứ tay cột hồn ok ở con primate สำหรับการตามสนับเรื่องนี้ตามไปตามรถจอบเรื่องขโมยกระหม่อมจอคิดคือเมนทับปันตั้งเตะให้สักคำทากาใจยังไงเตียนนี้ตัวการปริมาณสนับตัวหนึ่งบานสนับชิตีคำสั่งchỉ trong góiปริมาณส่งช่วย subscribe ในช่องของยมเด็กมุ้ยนำมาตัววิดีโอใหม่ช่วยยมใส่วิดีโอคอยบ๊ายบาย